នាវាចំបារបស់សហរដ្ឋអាមេរិកបានភ្ជង់កំភ្លើងបាញ់ចំនាវាធូស្ការរបស់អ៊ីរ៉ង់បានសម្រាប់ចំពេលដែលក្រុមហ៊ូទីនៅប្រទេសយេម៉ែនបានប្រមានយ៉ាងខ្លាំងក្នុងការបិទច្រកសមុទ្រក្រហមមួយទៀតនោះគឺបាប់អាមែនដេតដែលជាផ្លូវពាណិជ្ជកម្មអន្តរជាតិចូលទៅកាន់ប្រទេសជិកស៊ុយអេឥឡូវនេះស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងតែឆាបឆេះដូចភ្នំភ្លើងទៅហើយសេចក្តីរាយការណ៍ចេញពីគេហទំព័រ Middle SI នៅថ្ងៃទី19មេសាបានឲ្យដឹងថាចលនាក្រុមហ៊ូទីនៅប្រទេសយេម៉ែនបានប្រមានការពីថ្ងៃអាទិត្យទី19មេសាថាខ្លួននឹងបិទច្រកសមុទ្របាប់អាមែនដេតដែលជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោកប្រសិនបើសហរដ្ឋអាមេរិកមិនផ្លាស់ប្ដូរទិសដៅនៅក្នុងចំនួនមជ្ឈិមបូព៌ាដ៏ទូលំទូលាយមួយនេះទេការគំរាមកំហែងមួយនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ៊ីរ៉ង់បានដាក់ចេញនៅការបិទច្រកសមុទ្រអូម៉ូសឡើងវិញដែលបង្កើនការរំពឹងទុកនៃចំណុចស្ទះចរាចរណ៍ផ្លូវសមុទ្រដ៏សំខាន់ពីរដែលត្រូវបានបិទក្នុងពេលដំណើរគ្នាលោកហ៊ូសែនអាល់អេស៊ីអនុរដ្ឋមន្ត្រីការបរទេសនៅក្នុងរដ្ឋបាលហូទីបានព្រមានថាប្រសិនបើទីក្រុងណាសាសម្រាប់ចិត្តបិទច្រកសមុទ្របាប់អាមែនដេតហើយសូម្បីតែមនុស្សឬអាទិទេពក៏គ្មានផ្លូវបើកវាវិញបានដែរការព្រមានមួយនេះមានន័យថាក្រុមហ៊ូទីត្រៀមនឹងបិទផ្លូវកប៉ាល់ដឹកទំនិញដែលធ្វើដំណើរទៅកាន់ប្រទេសជិកស៊ុយអេដែលជាដង្ហើមពាណិជ្ជកម្មរវាងអាស៊ីនិងអឺរ៉ុបសេណារីយ៉ូមួយនេះប្រិយមិត្តសាកស្រមៃមើលបន្តិចថាបើច្រកសមុទ្រអូម៉ូសក៏ត្រូវអ៊ីរ៉ង់បិទហើយច្រកបាប់អាមែនដេតក៏ត្រូវក្រុមហ៊ូទីបិទទៀតនោះមានន័យថាប្រេងនិងទំនិញជុំវិញពិភពលោកនឹងត្រូវជាប់គាំងទាំងស្រុងតើនេះគឺជាយុទ្ធសាស្ត្រច្របាច់កអាមេរិកនិងសម្ព័ន្ធមិត្តឲ្យថប់ដង្ហើមសេដ្ឋកិច្ចដើម្បីបង្ខំឲ្យលោកត្រាំដកកងទ័ពចេញពីកំពង់ផែអ៊ីរ៉ង់មែនឬទេទន្ទឹមទៅនឹងព្រឹត្តិការណ៍នេះដែរគេហទំព័រ Al Jazeera នៅថ្ងៃទី19មេសាបានឲ្យដឹងថាសហរដ្ឋអាមេរិកបានបើកឆាកប្រយុទ្ធលើសមុទ្រដូចក្នុងរឿង Hollywood អញ្ចឹងដោយអាមេរិកបានបាញ់កំទេចម៉ាស៊ីនស្នូនិងបានរឹបអូសនាវាយក្សអ៊ីរ៉ង់ទាំងកណ្ដាលអាត្រិតឈានចូលថ្ងៃទី20មេសាបានសម្រេចទៀតផងភ្លាមបន្ទាប់មកនៅថ្ងៃដដែលនោះលោកដូណាល់ត្រាំបានប្រកាសយ៉ាងក្តៅកគុកថានាវាចម្បារបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា USS Sprint បានបើកការបាញ់ប្រហារទៅលើនាវាដឹកទំនិញយក្សរបស់អ៊ីរ៉ង់ដែលមានឈ្មោះថា Tosca នៅឈូងសមុទ្រអូម៉ង់លោកត្រាំក៏បានបន្ថែមទៀតដែរថាកប៉ាល់ដែលដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់មួយនោះមានប្រវែងជិត300ម៉ែត្រនិងមានទម្ងន់ស្ទើរតែស្មើទៅនឹងនាវាផ្ទុកយន្តហោះនាវានេះបានព្យាយាមបើកទម្លុះរនាំងឡោមព័ទ្ធរបស់សហរដ្ឋអាមេរិកប៉ុន្តែត្រូវបានអាមេរិកបានបាញ់ទម្លាយបន្ទប់ម៉ាស៊ីនឲ្យឈប់ងាក់កណ្ដាលទឹករួចកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកបានឡើងទៅគ្រប់គ្រងនាវាទាំងមូលតែម្ដងជាមួយគ្នានេះលោកដូណាល់ត្រាំបានកត់សម្គាល់ថានាវា Tosca ស្ថិតនៅក្រោមទណ្ឌកម្មរបស់ក្រសួងរដ្ឋាភិបាលអាមេរិករួចមកហើយដោយសារតែប្រវត្តិសកម្មភាពខុសច្បាប់ពីមុនរបស់ពួកគេហើយបាននិយាយថាកងកម្លាំងរបស់យើងកំពុងតែត្រួតពិនិត្យទំនិញនៅលើនាវានោះនេះគឺជាការរឹបអូសនាវាដោយប្រើកម្លាំងយោធាលើកដំបូងបំផុតតាំងពីអាមេរិកចាប់ផ្ដើមបិទគប់កំពង់ផែអ៊ីរ៉ង់មកឧត្តមនាវី Brett Cooper ប្រធានបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបាននិយាយថាក្នុងរយៈពេល36ម៉ោងនៃការបិទផ្លូវក្រមប្រតិបត្តិការ Economic Fury បានចាប់ផ្ដើមថាកងកម្លាំងសហរដ្ឋអាមេរិកបានបញ្ឈប់ទាំងស្រុងនៅនាវាពាណិជ្ជកម្មសេដ្ឋកិច្ចដែលចូលនឹងចេញពីអ៊ីរ៉ង់តាមសមុទ្រដោយក្នុងនោះមាននាវាចំនួន19គ្រឿងបានគោរពតាមការណែនាំដើម្បីបង្វែរទិសដៅហើយគ្មាននាវាណាមួយបានបំបីការបិទផ្លូវមួយនេះបានដោយជោគជ័យនោះទេគួរបញ្ជាក់ផងដែរថាច្រកសមុទ្របាប់អាមែនដេតដែលមានទទឹងត្រឹមតែ29គីឡូម៉ែត្រស្ថិតនៅចន្លោះប្រទេសយេម៉ែននិងតំបន់អាហ្វ្រិកគឺជាច្រកដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់ប្រទេសជិកស៊ុយអេវាគឺជាផ្លូវសំខាន់មួយសម្រាប់ប្រេងឆៅនិងទំនិញផ្សេងទៀតដែលធ្វើដំណើររវាងឈូងសមុទ្រមេឌីទែរ៉ាណេនិងអាស៊ីមានសំណួរកើតឡើងតើក្រុមហ៊ូទីនៅប្រទេសយេម៉ែនពិតជាហ៊ានបិទច្រកសមុទ្រមួយនេះដែរឬទេខ្ញុំសំអាងវណ្ណៈ True Insider ជំនាន់ថ្មីរបស់ Tractor Ford វិវត្តមកជា New Holland កាន់តែទំនើបធន់រឹងមាំខ្លាំងក្នុងការលឿនជាងមុន